តអូននេះគឺយើងនឹងសិក្សាតាក់ទងជាមួយនឹងការទទួលខុសត្រូវព្រមត្តនដោយប្រធានបទនេះទៀតសោតគឺមានសារៈសំខាន់ណាស់និងពេញនិយមមែនទែនដល់បងប្អូនសិស្សនិស្សិតដែលរៀនសូត្រនៅមេរៀននីតិព្រមត្តនដោយយោងទៅតាមមាត្រា24នៃក្រមព្រហ្មទណ្ឌបុគ្គលម្នាក់ទទួលខុសត្រូវតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះដូច្នេះដើម្បីធ្វើការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌត្រូវពិនិត្យពីអ្នកដែលបានចូលរួមប្រព្រឹត្តបទល្មើសថាជាចារីអ្នកផ្ដើមគំនិតឬក៏អ្នកផ្សំគំនិតនិងពិចារណាពីស្ថានភាពនៃការប៉ុនប៉ងបន្ថែមពីនេះគឺការទទួលខុសត្រូវព្រហ្មទណ្ឌនេះគឺត្រូវពិចារណាផងដែរថាអ្នកដែលបានប្រព្រឹត្តបទល្មើសជារូបវ័នបុគ្គលឬក៏ជានីតិបុគ្គលដូច្នេះគឺខ្ញុំសូមបែងចែកជា3ចំណុចទី1គឺខ្ញុំនឹងផ្ដល់និយមន័យទាក់ទងទៅនឹងណែចារីអ្នកផ្ដើមគំនិតនិងអ្នកផ្សំគំនិត2គឺការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវ័នបុគ្គលនិងទី3ការទទួលខុសត្រូវរបស់នីតិបុគ្គលដូច្នេះខ្ញុំនឹងផ្ដល់និយមន័យទាក់ទងទៅនឹងចារីតាមរយៈមាត្រា25ត្រូវចាត់ទុកថាជាចារីចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់ហើយត្រូវចាត់ទុកថាជាចារីផងដែរចំពោះបុគ្គលណាដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋឬក៏បទមជ្ឈិមក្នុងករណីដែលច្បាប់បានចែងទុកជាមុនឧទាហរណ៍ថាលោកកបានទៅលួចលុយពីលោកខនៅក្នុងចំណុចនេះគឺលោកកគឺជាចារីមួយវិញទៀតអាចមានករណីដែលមានអ្នកចូលរួមប្រព្រឹត្តបទល្មើសច្រើនអ្នកតែក្នុងករណីនេះយើងហៅបុគ្គលទាំងនោះថាគឺជាសហចារីដូច្នេះតាមមាត្រា26ត្រូវចាត់ទុកថាជាចារីកាលណាបុគ្គលច្រើនអ្នកបានព្រមព្រៀងប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ត្រូវចាត់ទុកថាជាចារីផងដែរកាលណាមានបុគ្គលច្រើនអ្នកបានព្រមព្រៀងប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋឬក៏បទមជ្ឈិមដោយផ្ទាល់នៅក្នុងករណីដែលច្បាប់បានចែងទុកខ្ញុំសូមផ្ដល់និយមន័យទាក់ទងទៅនឹងអ្នកផ្ដើមគំនិតនិងអ្នកផ្សំគំនិតផ្អែកទៅតាមមាត្រា28នៃក្រមព្រហ្មទណ្ឌត្រូវចាត់ទុកថាជាអ្នកផ្ដើមគំនិតក្នុងបទឧក្រិដ្ឋឬក៏បទមជ្ឈិមចំពោះបុគ្គលណាដែលទី1គឺជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬក៏បទមជ្ឈិមនោះតាមការណែនាំឬការបញ្ជាទី2បង្កឲ្យមានបទឧក្រិដ្ឋឬក៏បទមជ្ឈិមនោះដោយផ្ដល់អំណោយដោយការសន្យាឬក៏ការគំរាមកំហែងការញុះញង់ការលងលោមឬក៏ដោយការរំលោភអាជ្ញាឬក៏អំណាចរបស់ខ្លួនប៉ុន្តែអ្នកដែលផ្ដើមគំនិតនឹងអាចត្រូវផ្ដើមទាទោសបានលុះត្រាតែបទឧក្រិដ្ឋឬក៏បទមជ្ឈិមត្រូវបានសម្ញេចឬបានប៉ុនប៉ងហើយអ្នកផ្ដើមគំនិតត្រូវផ្ដើមទាទោសដោយទៅនឹងចារីដែរដោយឡែកមាត្រា29ត្រូវចាត់ទុកថាជាអ្នកផ្សំគំនិតក្នុងបទឧក្រិដ្ឋឬក៏បទមជ្ឈិមចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ងឬក៏ការសម្រេចបទឧក្រិដ្ឋឬក៏បទមជ្ឈិមនោះដោយផ្ដល់ជំនួយឬក៏ការឧបត្ថម្ភរបស់ខ្លួនអ្នកផ្សំគំនិតនឹងអាចត្រូវផ្ដន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋឬក៏បទមជ្ឈិមត្រូវតែបានសម្រេចឬក៏ត្រូវបានប៉ុនប៉ងហើយត្រូវផ្ដន្ទាទោសដូចគ្នានឹងចារីដែរគួរតែរំលឹកផងដែរថាបើជនណាដែលបានផ្ដល់ការឧបត្ថម្ភរបស់ខ្លួនដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងគោលគំនិតនៃការប្រព្រឹត្តបទល្មើសនោះជននោះពុំមែនជាអ្នកផ្សំគំនិតទេខ្ញុំសូមលើកឧទាហរណ៍លោកកបានឲ្យម៉ូតូទៅលោកខខ្ចីឲ្យលោកខខ្ចីជិះតែលោកខបានយកម៉ូតូនោះធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសនិងរត់គេចខ្លួនដូច្នេះលោកកមិនមែនជាអ្នកផ្សំគំនិតទេដោយសារតែគាត់អត់បានដឹងពីគោលគំនិតរបស់លោកខខ្ចីយកទៅប្រព្រឹត្តបទល្មើសចំពោះការប៉ុនប៉ងផ្អែកតាមមាត្រា27ការប៉ុនប៉ងគឺសំដៅដល់ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋឬក៏ក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិមអាចត្រូវផ្ដន្ទាទោសបានកាលណាលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញទី1គឺចារីបានចាប់ផ្ដើមអនុវត្តបទល្មើសមានន័យថាចារីនឹងគាត់បានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសនិងទី2ចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តទេតែត្រូវបានរាំងស្ទះឬក៏អាក់ខានដោយមានន័យថាដោយឥទ្ធិពលនៃកលៈទេសៈក្រៅឆន្ទៈរបស់គាត់ដូច្នេះចំពោះបទឧក្រិដ្ឋទូ3ពុំមានចែងនៅក្នុងច្បាប់ក៏ដោយតែបើសិនជាលក្ខខណ្ឌទាំងពីរខាងលើត្រូវបានកំណត់ជាការប៉ុនប៉ង
មានន័យថាបើសិនជាលក្ខខណ្ឌទាំងពីរបានកាត់ឡើងគឺយើងត្រូវចាត់ទុកថាជាការប៉ុនប៉ងរីឯបទមជ្ឈិមទោះបីជាបានបំពេញលក្ខខណ្ឌទាំងពីរខាងលើក៏ដោយតែត្រូវឲ្យមានច្បាប់ចែងអំពីការប៉ុនប៉ងឧទាហរណ៍មាត្រា251នៃក្រមព្រហ្មទណ្ឌបានចែងពីការប៉ុនប៉ងបន្ថែមពីនេះចំពោះអំពើត្រៀមបំរុងដែលកំពុងតែពុំមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសមិនមែនជាការចាប់ផ្ដើមអនុវត្តទេហើយចំពោះការប៉ុនប៉ងក្នុងបទលហុពុំទទួលការផ្ដន្ទាទោសនោះទេខ្ញុំសូមបកស្រាយទាក់ទងទៅនឹងការទទួលខុសត្រូវរបស់រូបវ័ន្តបុគ្គលចំពោះរូបវ័ន្តបុគ្គលគឺយើងបានបែងចែកចេញជាពីរទៀតទី1ការទទួលខុសត្រូវព្រហ្មទណ្ឌចំពោះនីតិជននិងមួយទៀតគឺការទទួលខុសត្រូវរបស់អនីតិជនដូច្នេះខ្ញុំសូមបញ្ចូលទាក់ទងទៅនឹងការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិជនចំពោះនីតិជនគឺយើងសម្ដៅដល់ជនដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅហើយតាមមាត្រា38នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបានកំណត់អាយុចាប់ពី18ឆ្នាំឡើងទៅដូច្នេះបុគ្គលដែលបានប្រព្រឹត្តបទល្មើសដែលមានអាយុចាប់ពី18ឆ្នាំត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះទង្វើរបស់ខ្លួនលើកឡើងតែក្នុងករណីស្ដីពីមូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌឬក៏ការសម្រាលនៅការទទួលខុសត្រូវព្រហ្មទណ្ឌដោយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌអញ្ចឹងទោសដែលអាចអនុវត្តចំពោះនីតិជនមានដូចជាមូលទោសដែលក្នុងនោះមូលទោសត្រូវបានបែងចែកជាទោសដាក់ពន្ធនាគារនិងទោសពិន័យបន្ថែមពីនេះទោសមានទោសបន្ថែមដូចមានចែងនៅក្នុងមាត្រា53និងទោសជំនួសដូចជាទោសការងារសហគមន៍និងទោសស្ដីបន្ទោសចំពោះការទទួលខុសត្រូវរបស់អនីតិជនគឺយើងសំដៅដល់ជនដែលមានអាយុក្រោម18ឆ្នាំហើយជនទាំងនេះទទួលខុសត្រូវព្រហ្មទណ្ឌដែលមានលក្ខខណ្ឌស្រាលជាងនីតិជនប៉ុន្តែចំពោះអនីតិជនដែលមានអាយុក្រោម14ឆ្នាំគឺមិនទទួលខុសត្រូវព្រហ្មទណ្ឌទេដោយយោងតាមមាត្រា39អនីតិជនដែលបានប្រព្រឹត្តបទល្មើសជាកម្មវត្ថុនៃវិធានការតាមដានវិធានការអប់រំវិធានការការពារនិងវិធានការឧបត្ថម្ភប៉ុន្តែតុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី14ឆ្នាំឡើងទៅបើសិនជាកលៈទេសៈនៃបទល្មើសឬក៏បុគ្គលិកលក្ខណៈរបស់អនីតិជននោះតម្រូវវិធានការតាមដានវិធានការអប់រំនិងវិធានការការពារនិងវិធានការឧបត្ថម្ភមានដូចជាទី1ការប្រគល់អនីតិជនឲ្យទៅឪពុកម្ដាយបុគ្គលដែលថែរក្សាអនីតិជននោះឬក៏បុគ្គលណាផ្សេងទៀតបើបុគ្គលនោះស័ក្តិសមនឹងទំនុកចិត្តទី2គឺការប្រគល់អនីតិជនឲ្យទៅសេវាសាធារណៈដែលសម្រាប់ទទួលបន្ទុកអនីតិជនចំពោះទី3ការប្រគល់នីតិជនឲ្យទៅអង្គការឯកជនដែលមាននីតិសម្បទាក្នុងការទទួលនីតិជនទី4គឺការប្រគល់នីតិជនឲ្យទៅមន្ទីរពេទ្យឬក៏ស្ថាប័នឯកជនទី5ការដាក់អនីតិជនឲ្យស្ថិតនៅក្រោមការពាររបស់តុលាការករណីនេះគឺតុលាការចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមដានអនីតិជនបុគ្គលនេះគឺផ្ញើរបាយការណ៍ស្ដីពីមានន័យថាស្ដីពីអាកប្បកិរិយារបស់អនីតិជនឲ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញាហើយបុគ្គលនេះផ្ដល់ព័ត៌មានអំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឲ្យមានការប្រែប្រួលនៅវិធានការនេះចំពោះទោសដែលអនុវត្តចំពោះអនីតិជនមានដូចជាទោសដាក់ពន្ធនាគារនិងទោសពិន័យត្រូវបន្ថយកម្រិតផ្ដន្ទាទោសដោយដែលមានចែងនៅក្នុងមាត្រា160ហើយទោសបន្ថែមអនុវត្តចំពោះអនីតិជនមានតែ5ចំណុចប៉ុណ្ណោះដោយយោងទៅតាមមាត្រា161ចំណែកទោសការងារសហគមន៍អនុវត្តចំពោះអនីតិជនដែលមានអាយុចាប់ពី16ឆ្នាំដល់18ឆ្នាំតែប៉ុណ្ណោះឈានចូលដល់ចំណុចមួយទៀតគឺខ្ញុំនឹងបកស្រាយអំពីការទទួលខុសត្រូវរបស់នីតិបុគ្គលនៅក្នុងករណីដែលមានកំណត់ជាក់លាក់ក្នុងច្បាប់និងបទដ្ឋានគតិយុត្តផ្សេងទៀតនីតិបុគ្គលលើកឡើងតែរត់ចេញគឺអាចត្រូវទទួលបាននៅការប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើសដែលប្រព្រឹត្តដោយអង្គការឬក៏អ្នកតំណាងរបស់ខ្លួនដើម្បីជាប្រយោជន៍របស់នីតិបុគ្គលចំណុចនេះគឺត្រូវបែងចែកនីតិបុគ្គលជាពីរគឺនីតិបុគ្គលជារដ្ឋនិងនីតិបុគ្គលឯកជន
ដែលមានតែនីតិបុគ្គលឯកជនប៉ុណ្ណោះដែលទទួលខុសត្រូវព្រមត្តនប៉ុន្តែរាល់ការប្រព្រឹត្តបទល្មើសដោយនីតិបុគ្គលមិនមែនលើកលែងនៅការទទួលខុសត្រូវព្រមត្តនរបស់រូបវ័ន្តបុគ្គលក្នុងអំពើដដែលនោះទេ